ខ្ញុំកណាខ្ញុំសូមក្រាបថ្វាយបង្គំដល់គុណកែវព្រះរតនត្រ័យទាំង3គុណព្រះពុទ្ធគុណព្រះធម៌គុណព្រះសង្ឃជាទីរលឹកបន្ទាប់មកក៏សូមនមស្ការឬក៏ក្រាបថ្វាយបង្គំដល់ធេរៈជាទីសក្ការៈដ៏គង់ជាទីស្រឡាញ់និងជាទីរាប់អានផងចុងក្រោយក៏ចម្រើនពរដល់ញាតិញោមជាពុទ្ធបរិស័ទនិងពុកម៉ែបងប្អូនទាំងឡាយផងបើសិនតែពេញចិត្តនឹងវីដេអូនេះក៏សូមជួយ Subscribe និង Like ផងនេះគឺកំពុងតែធ្វើដំណើរទៅភ្នំតាក្រៀមទៅរកមើលទេសភាពឬក៏ភ្នំដ៏ស្រស់ស្អាតជាភ្នំដូនតាខ្មែរយើងហើយក៏ធ្វើដំណើរឆ្លងកាត់ភ្នំសំពៅតែតាមផ្លូវជាតិលេខ57ក៏ចំពោះទៅភ្នំតាក្រៀមនិងអាងកំពីងពួយសូមរងចាំទស្សនាប៉ុន្តែមុននឹងដល់ភ្នំតាក្រៀមនិងអាងកំពីងពួយខ្ញុំកណាខ្ញុំក៏សូមយករឿងសម័យព្រះមកសម្ដែងចែកជូនដល់ញាតិញោមជាពុទ្ធបរិស័ទឲ្យបានសន្តាប់ដូចតទៅរឿងនេះគឺការផ្ដាំផ្ញើដល់អ្នកធ្វើបាបនៅក្នុងសម័យព្រះដ៏មានអាយុព្រះបាទបាយាសិរាជាត្រាស់ថាព្រះកស្សបៈដ៏ចម្រើនពោលយ៉ាងនេះក៏គួរមួយយ៉ាងដែរហើយក៏ប៉ុន្តែខ្ញុំនៅតែមានសេចក្តីយល់ឃើញនៅក្នុងហេតុនោះយ៉ាងនេះថាលោកដតេមិនមានពួកសត្វជាឧបបាទិកៈមិនមានផលវិបាករបស់កម្មទាំងឡាយដែលសត្វធ្វើល្អអាក្រក់មិនមានទេដោយហេតុនេះថ្វាយព្រះពោរាជាចុះបរិយាយដែលនាំឲ្យមហាបពិតមានសេចក្តីយល់ឃើញយ៉ាងនេះថាលោកដទៃមិនមានពួកសត្វជាឧបបាទិកៈមិនមានផលវិបាករបស់កម្មទាំងឡាយដែលសត្វធ្វើល្អអាក្រក់មិនបានដូច្នេះតើមានដែរឬទេបបិទ្ធព្រះហង្កាសបៈដ៏ចម្រើនបរិយាយដែលនាំឲ្យខ្ញុំមានសេចក្តីយល់ឃើញយ៉ាងនេះថាលោកដទៃមិនមានពួកសត្វជាឧបបាទិកៈមិនមានផលវិបាករបស់កម្មទាំងឡាយដែលសត្វធ្វើល្អហើយអាក្រក់មិនមានដោយហេតុនេះមានដែរថ្វាយព្រះពោរាជាបរិយាយនោះតើដូចម្ដេចបបិទ្ធព្រះកស្សបៈដ៏ចម្រើនពួកមិត្តអាមាត្យនិងញាតិសាលោហិតរបស់ខ្ញុំក្នុងលោកនេះជាអ្នកសម្លាប់សត្វលួចទ្រព្យគេប្រព្រឹត្តខុសនៅក្នុងកាមនិយាយកុហកនិយាយញុះញង់និយាយពាក្យត្រគោះនិយាយពាក្យឥតប្រយោជន៍ចង់បានទ្រព្យគេមានចិត្តគុំគួនគេមានសេចក្តីយល់ខុសពួកមិត្តអាមាត្យជាទីស្រឡាញ់នោះលុះសម័យខាងក្រោយមកជាបុគ្គលមានអាពាធដល់នៅសេចក្តីទុក្ខឈឺធ្ងន់ការដែលខ្ញុំដឹងថាពួកមិត្តអាមាត្យទាំងនោះមុខជានឹងមិនស្បើយមិនជាសះស្បើយចាអាពាធនេះឡើយនៅក្នុងកាលឥឡូវនេះទេខ្ញុំក៏បានជួបនេះគឺបានមកដល់ភ្នំតាក្រៀមដែលគេហៅថាភ្នំតងោលឬក៏ជាភ្នំតាក្រៀមដែលស្ថិតនៅក្នុងឃុំតាក្រៀមនឹងឯងសូមពុកម៉ែបងប្អូនទស្សនាដោយសប្បាយឡានធំដែលមានសកម្មភាពនេះអើយបោះព្រៃដូនតាយើងនេះសោះនេះទឹកផ្ទៃខ្ទឹមដំ
តិចទីឬខ្ទឹមដំអត់ដូនតាយើងអាណិតណាស់ហីថាឡោដានេះមកដុំភ្នំតាក្រៀមយើងនេះភ្នំតាងែនេះមិនតាក្រៀមហ្នឹងហើយតាក្រៀមនេះសិតតែកន្លែងរឿងចាក់មិនមែនគ្រឿងចាក់ទេរឿងនោះ studio អាត្មានឹងរៀបរាប់ពីប្រវត្តិនិងទីភូមិសាស្ត្រនៅតំបន់នេះខ្លះៗដើម្បីចែកជូនដល់ញាតិញោមជាពុទ្ធបរិស័ទឲ្យបានសន្តាប់ភូមិតាក្រៀមឃុំតាក្រៀមស្រុកបាណន់ខេត្តបាត់ដំបងភ្នំនេះរួមមានភ្នំតាក្រៀមភ្នំត្រងោលភ្នំប៉ោយស្វាយភ្នំថ្មក្រហមភ្នំពពូលនិងភ្នំតាក្រៀមជាដើមចំណែកឯភ្នំមួយចំនួនទៀតក៏បានការរាយរាប់ដល់ដីនិងបន្តបន្ទាប់ការជាភ្នំនេះគឺជាដងភ្នំតាក្រៀមឬក៏ភ្នំត្រងោលដែលគេហៅថាភ្នំពពូលឬក៏ហៅថាភ្នំប៉ោយស្វាយដែលស្ថិតនៅតាមដងផ្លូវនេះក៏មានសម្រស់ដ៏ស្រស់ស្អាតណាស់ដែរពោពេញទៅដោយធម្មជាតិហើយនឹងសម្បត្តិធនធានធម្មជាតិរបស់ដូនតាខ្មែរដែលបានបន្សល់ទុកឲ្យកូនចៅចំនួនក្រោយថែរក្សានិងការពារគេមរតកដូនតាយើងនេះដែលកំពុងតែធ្វើដំណើរបន្តទៅអាងកំពីងពួយបន្តទៀតទៅមើលតំបន់កន្លែងវាលពិឃាតសម័យដូនតាយើងពីដើមដែរនេះហើយគឺជាភ្នំគេមរតកដែលស្ថិតនៅក្នុងភូមិតាក្រៀមឃុំតាក្រៀមស្រុកបាណន់ខេត្តបាត់ដំបងហើយការធ្វើដំណើរតាមដងផ្លូវនេះបើយើងមានរឿងនិទានខ្លះនៅក្នុងប្រវត្តិរឿងព្រេងនិទានកថាក៏បានប្រងនៅនិយាយរៀបរាប់អំពីរឿងរាមកេរ្តិ៍ខ្លះដែរក៏ប៉ុន្តែពីវេលាហាក់បីដូចជាមិនអំណោយផលផ្លូវរៀងល្អដែរហើយក៏ឃើញថាមើលទៅសម្រស់ធម្មជាតិនៃព្រៃឈើហាក់បីដូចល្អភ្លៀងក៏ធ្លាប់ក៏ទម្លាក់ភ្លៀងមួយមីមានទឹកដក់តាមដងផ្លូវទើបរួចសាមអមាញ់នេះយើងមើលទៅតាមដងភ្នំនេះក៏សម្បូរព្រៃឈើហើយនឹងមានខ្សែភ្លើងខ្វាត់ខ្វែងដែរហើយនឹងមានបង្គោលរបងក្រុមហ៊ុនគាត់ក៏បានរចនានិងតាក់តែងពួតយកដីដើម្បីធ្វើនៅឧបករណ៍ប្រើប្រាស់នេះគឺកំពុងតែចុះពីលើចម្រាលភ្នំទៅវិញហើយធ្វើដំណើរទៅភាគខាងត្បូងដើម្បីវែលភ្នំនេះហើយក៏ចេញទៅខាងលិចវិញចេញទៅខាងលិចយើងក៏ចំពោះធ្វើដំណើរទៅរកផ្លូវជាតិដែលមានវត្តមួយដែលហៅមានថាវត្តលាអាងនៅខាងនោះរួចហើយក៏យើងកាច់ទៅលិចចំដើម្បីទៅរកអាងកំពីងពួយនោះថាតើមានធម្មជាតិបែបណាមានសម្រស់បែបណានេះបើញាតិញោមណាចង់ទិញថ្មយកទៅចាក់ក្រាលផ្លូវឬក៏ក្រាលមុខផ្ទះដើម្បីឲ្យស្រួលកំសាន្តលេងក៏បានដែរនេះគឺជាសម្បត្តិធម្មជាតិយើងអាចចម្រាញ់ឲ្យធ្វើទៅជារបស់ផលប្រើប្រាស់បានហើយក៏សម្រាប់យកទៅកែលម្អមុខផ្ទះចាក់សាបឬក៏ចាក់ក្រាលឬក៏ចាក់ប៊ីតុងដូចជាអាងកំពីងពួយអញ្ចឹងចាក់ថ្នល់ក៏បានចាក់ក្រាលមុខផ្ទះដើម្បីស្រួលលិតរត់លេងក៏បានដែរនេះធ្វើដំណើរតាមភូមិនេះទៅដល់ភូមិមួយនោះគេហៅថាភូមិប៉ោយស្វានឹងឯងណាប៉ោយស្វាយច្រឡំប៉ោយស្វាសូមទូណាញោមអាត្មានឹងបន្តនៃការទេសនាព្រះធម៌បន្តទៀតមានសេចក្តីយល់ខុសពួកជននោះលុះបែកធ្លាយរាងកាយបន្ទាប់អំពីសេចក្តីស្លាប់ទៅតែងទៅកើតនៅក្នុងកំណើតទេរិឆានប្រែតវិស័យអសុរកាយនុរៈដូច្នេះឯអ្នកដ៏ចម្រើនទាំងឡាយក៏សុទ្ធតែជាអ្នកស្លាប់សត្វអ្នកសម្លាប់សត្វមានសេចក្តីយល់ខុសហើយក៏ប្រើពាក្យរបស់សាមណៈព្រាហ្មណ៍ទាំងនោះជាពាក្យពិតមែនអ្នកដ៏ចម្រើនទាំងឡាយ
លោកបែកធ្លាយរាងកាយបន្ទាប់ហើយនឹងអំពីសេចក្តីស្លាប់ទៅកើតនៅក្នុងកំណើតដេរិឆានប្រែតវិស័យអសុរកាយនៅរកមានអ្នកទាំងឡាយក៏ត្រូវមកប្រាប់យើងផងថាលោកដតីមានពួកសត្វជាឧបបាទិកៈមានផលវិបាករបស់កម្មទាំងឡាយដែលសត្វធ្វើល្អធ្វើអាក្រក់មានដោយហេតុនេះព្រោះថាអ្នកទាំងឡាយដ៏ចម្រើនជាបុគ្គលដែលខ្ញុំគួរជឿខ្ញុំគួរទទួលស្ដាប់ពាក្យបានហេតុណាដែលអ្នកដ៏ចម្រើនទាំងឡាយបានឃើញហើយហេតុនោះនឹងទុកដូចជាខ្ញុំបានឃើញចំពោះខ្លួនឯងដែរពួកមិត្តអាមាត្យទាំងឡាយខ្ញុំកណានឹងសម្ដែងធัวនេះទាំងឡាយនោះទទួលតបពាក្យរបស់ខ្ញុំថាព្រះករុណាវិសេសដូច្នេះហើយស្លាប់ទៅតែមិនឃើញមកប្រាប់ទាំងមិនបញ្ជូនបំរើមកឡើយបបិទ្ធព្រះកាសបៈដ៏ចម្រើនបរិយាយនេះឯងដែលខ្ញុំឲ្យខ្ញុំមានគំនិតយល់យ៉ាងនេះថាលោកដតីមិនមានពួកសត្វជាឧបបាទិកៈមិនមានផលវិបាករបស់កម្មទាំងឡាយដែលសត្វធ្វើល្អធ្វើអាក្រក់មិនមានដោយហេតុនេះឯងនេះគឺកំពុងធ្វើដំណើរជិតមកដល់ភូមិតំបន់នេះហើយជិតនឹងចាញ់ទៅខាងក្រៅភ្នំវិញហើយក៏ជិតចំពោះទៅរោគថាទៅរោគនឹងទៅរោគផ្លូវជាតិឬក៏ផ្លូវលំនៅខាងមុខនោះគឺមានម៉ូតូចាញ់ចូលជារអឿនរអាប់តាប់ទីគាត់កំពុងតែមានញឹកនៅក្នុងការងារនិងប្រកបអាជីវកម្មរបស់ពួកគាត់របស់ញាតិញោមនៅតាមភូមិនេះចង្ការដំណាំដាំដុះមានដូចជាដូងមានដូចជាស្អំដាំអមសាងខាងផ្លូវហើយដូងចង្ការរបស់គាត់ល្អខ្លាំងណាស់ខៀវស្ងាត់ពេញព្រៃភ្នំនៅខាងមុខនោះញោមអាត្មាចង់ទិញទឹកអំពៅឆាន់តាមផ្លូវដែរក៏ប៉ុន្តែនៅក្នុងព្រៃគាត់មិនហ៊ានឈប់ទីពីព្រោះគាត់ខ្លាចដឹងពីព្រោះនៅក្នុងព្រៃនេះគឺមានភូមិតិចតួចណាស់គឺមិនមានអីផងភូមិយើងគឺល្អស្ងប់ស្ងាត់មានពូពេញទៅដោយឮតែសំឡេងសត្វហើយនឹងពពកសសព្រុះនៅខាងលើនៅតាមដងផ្លូវគ្រួសនេះឃើញថាមានសម្រស់ធម្មជាតិដោយសារតែទេវតាបានបង្អោននៅទឹកភ្លៀងដ៏ត្រជាក់ស្រោចស្រពមកឋានមនុស្សលោកធ្វើឲ្យមនុស្សលោកប្រកបអាជីវកម្មបានស្រួលនិងការធ្វើដំណាំកសិកម្មមានដូចជាពូតមានដូចជាទំលូងដាំដុះនៅតាមដងភ្នំនេះហើយដើមអំពិលដុះបើមេឃសាខាក្បែរពេញផ្លូវនេះគឺបានមកដល់ផ្លូវជាតិហើយមកដល់ផ្លូវជាតិនេះគឺជួពោះទៅរកអាងកំពីងពួយម្ដងហើយនឹងជិតដល់ត្រៃអាងកំពីងពួយហើយឃើញថានេះគឺជារឿងបន្តទៀតការអបមានឹងចៅថ្វាយព្រះពររាជាបើដូច្នោះអាត្មាភាពនឹងត្រឡប់សួរមហាបពិតនៅក្នុងបរិយាយនេះវិញប្រសាសន៍នេះពេញព្រះហឫទ័យមហាបពិតយ៉ាងណាសួរមហាបពិតព្យាករប្រសាសន៍នោះយ៉ាងនោះចុះបពិតរាជាមហាបពិតសំគួលហេតុនោះដូចម្ដេចពួកបុរសរបស់មហាបពិតនៅក្នុងដែននេះចាប់បានចោលដែលប្រព្រឹត្តអាក្រក់មកថ្វាយមហាបពិតរួចក្រាបបង្គំទូលថាបពិតព្រះអង្គដ៏ចម្រើនអ្នកនេះជាចោលប្រព្រឹត្តអាក្រក់នឹងព្រះអង្គទ្រង់សពព្រះរាជាហឫទ័យនឹងដាក់អាជ្ញាណាដល់ចោលនេះសូមទ្រង់ដាក់អាជ្ញានោះមកទើបមហាបពិតមានបន្ទូលនឹងបុរសទាំងនោះយ៉ាងនេះថាមនាអ្នកដ៏ចម្រើនទាំងឡាយបើដូច្នោះអ្នកទាំងឡាយចូលនាំគ្នាចងបុរសនេះឲ្យមានដើមដៃនៅខាងក្រោយចងស្លាបសេកឲ្យភ្ជាប់ដោយខ្សែដ៏មួមហើយក៏ក្បាលឲ្យរលីងចេញហើយក៏ត្រូវទូងសកោជ័យដែលមានសំឡេងឮខ្លាំងនាំបណ្ដើរជុំវិញសព
សពបច្ចៈសពផ្លូវបំបែករួចក៏នាំចេញទៅតាមទ្វារក្រោយទ្វារខាងត្បូងនេះគឺបានផ្អាកនិយាយសាច់ធัวសិនដើម្បីមួយរាយរាប់នៅភ្នំនៅអាងកំពីងពួយម្ដងនេះគឺអាងមកដល់អាងកំពីងពួយហើយដែលមានទឹកសរហាចលាតសន្ធឹងយ៉ាងធំហើយមានភ្នំនៅខាងនោះនៅខាងលិចបណ្ដោយនេះគឺកំពុងតែធ្វើបណ្ដោយធ្វើដំណើរតាមដងផ្លូវចាក់ប៊ីតុងយ៉ាងថ្មីស្អាតស្រឡាងចំពោះទៅខាងលិចនេះមកដល់កន្លែងនេះខ្ញុំកណាខ្ញុំនឹងរៀបរាប់ពីប្រវត្តិអាងកំពីងពួយខ្លះឬក៏ភូមិសាស្ត្រអាងកំពីងពួយទ្រូឬក៏ពុកម៉ែបងប្អូនរងចាំស្ដាប់និងទស្សនាមើលនៃគយគន់ទឹកដ៏សលហាចនិងមានភ្នំអងសងខាងគឺប្រវត្តិប្រជាពលរដ្ឋខ្មែរដែលបានឆ្លងកាត់របបខ្មែរក្រហមហើយក៏បានចូលរួមធ្វើពលកម្មនៅក្នុងការកសាងអាងកំពីងពួយនេះនៅក្នុងទឹកដីភូមិតងែនឃុំតាក្រៀមស្រុកបាណន់ខេត្តបាត់ដំបងហើយក៏បានរួចអំពីសេចក្តីស្លាប់និងមានជីវិតរស់រានមកដល់បច្ចុប្បន្ននេះបានរំលឹកអំពីប្រវត្តិនៃការកសាងអាងកំពីងពួយនៅក្នុងសម័យនោះពីសម័យអតីតកាលហើយទើបប្រភពប្រជាពលរដ្ឋនៅតំបន់ជិតអាងកំពីងពួយក្នុងស្រុកបាណន់បានឲ្យដឹងថាអាងនេះបានសាងសង់ដោយកម្លាំងប្រជាពលរដ្ឋសុទ្ធសាធក្នុងរយៈពេល2ឆ្នាំគត់តាមផែនការរបស់ខ្មែរក្រហមនៅអំឡុងឆ្នាំ1976ដល់ឆ្នាំ1977ហើយអាងនេះអាចស្តុកទឹកបានជាអតិបរិមាណ110លានម៉ែត្រគូបនិងបានស្រោចស្រពដល់ដំណាំកសិកម្មនៅក្នុងខេត្តនេះទាំងរដូវប្រាំងនិងរដូវវស្សានេះគឺជាដងកំអាងកំពីងពួយដែលកំពុងតែធ្វើដំណើរតាមផ្លូវចាក់ប៊ីតុងចំពោះទៅទិសខាងលិចរហូតទៅដល់ភ្នំ150សូមពុកម៉ែឬក៏ញាតិញោមជាទីស្រឡាញ់ឬក៏ពុកម៉ែបងប្អូនជាទីរាប់អានជាទីស្រឡាញ់ផងបើសិនតែពេញចិត្តនឹងវីដេអូនេះក៏សូមពុកម៉ែបងប្អូនពេញចិត្តក៏សូមជួយ Subscribe Like មើលសម្រស់ដ៏ខៀវស្ងាត់សលហាចទឹកនេះគឺអាចប្រើប្រាស់ស្រោចស្រពទៅខាងក្រោមឬក៏ខាងលើហូរចែកទៅតាមតំបន់ភូមិសាស្ត្រនីមួយហើយដងភ្នំគឺទៅខ្មែរយើងគឺមានគំនិតវែងឆ្ងាយណាស់គាត់យកដីមកធ្វើទំនប់ទប់ទឹកដើម្បីទុកឲ្យកូនចៅប្រើស្រោចស្រពនៅស្រូវដំណាំរបស់ពួកគាត់ដេកឲ្យដឹងឲ្យថានៅតាមការសរសេររៀបរាប់របស់លោកនេះគាត់បាននិយាយគាត់ថាទឹកនេះគឺធ្វើឲ្យប្រជាជនដែលរស់នៅតាមដងអាងកំពីងពួយនេះគឺអាចនឹងប្រើប្រាស់បានរួចរដូវវស្សានិងរដូវប្រាំងគាត់ថាមានផលប្រយោជន៍ច្រើនក្នុងការស្រោចដំណាំរបស់ពួកគាត់ទាំងការធ្វើស្រូវប្រាំងទាំងការធ្វើស្រូវវស្សាហើយធ្វើរួចប្រាំងរួចវស្សាទៀតបើយើងចេះថែរក្សាឬក៏បន្ទប់បាននោះគឺជាផលប្រយោជន៍ដ៏ធំធេងនេះគឺសម្រាប់ដែលជាគេដំណែលរបស់ពពាកបុរសខ្មែរយើងគាត់ធ្វើអ្វីគឺតែងតែសម្លឹងចក្ខុវិស័យឲ្យបានវែងឆ្ងាយទៅមុខក៏ប៉ុន្តែបើពុកម៉ែបងប្អូនពេញចិត្តនឹងវីដេអូសម្រស់នៃធម្មជាតិអាងនៃកំពីងពួយដែលជាតំបន់នៃទេសចរណ៍ផងធ្វើឲ្យភ្ញៀវជាតិនិងអន្តរជាតិមកទស្សនាយ៉ាងគោះគោនៅតាមពេលល្ងាចនិងពេលរាត្រីហើយនិងពេលព្រឹកព្រលឹមមានទាំងការធ្វើនេសាទត្រីផងហើយក៏ព្រមទាំងមានការចិញ្ចឹមត្រីបានច្រើននៅក្នុងអាងនេះមានទឹកប្រមាណ110លានគូប